មិនប្រកាសថាឲ្យតាមមកកពតយើងមកលេងទឹកសមុទ្រឬក៏លេងព្រៃទេណាប៉ុន្តែយើងអាចឡើងភ្នំលេងចំការត្រេនបានយើងចេញពីបំពេញមក7 8ផឹកអីហ្នឹងអញ្ចឹងថ្ងៃមកដល់យើងញ៉ាំអីនៅកពតហ្នឹងទៅមកយើងក៏ទៅ check in ហើយបន្ទប់ហ្នឹងក៏ clean ស្អាតដែរធម្មតាមកកពតគឺគេងនៅហ្នឹងនេះ view ដែលយើងមើលពីបន្ទប់គេងទៅឃើញដៃសមុទ្រស្អាតណាយប់ឡើងយើងអាចក៏មកហូបមកអង្គុយញ៉ាំនៅអាងទឹកខំហ្នឹងក៏បានដែរហើយបន្ទប់ហ្នឹងខ្ញុំគេងពីអ្នកបងស្រីខ្ញុំប៉ុន្តែខេធំយើងចង់គេង3នាក់ក៏បានដែរចឹងយើងញ៉ាំអីឆ្អែតអីហើយ check in បន្ទប់ហើយទុកអីវ៉ាន់ហើយអស់ហើយយើងធ្វើដំណើរឡើងទៅលើភ្នំតាមលោកអ៊ំគាត់នាំផ្លូវយើងឡើងទៅដល់លើហ្នឹងហ្មងហើយមើលថាទេសភាពទៅក៏ដឹងថាតិចផ្នែកប៉ុណ្ណាដែរនេះ Oh my god wow ទំរំតាបានញ៉ាំត្រេនកពតពិតយើងត្រូវជិះផ្លូវឡើងភ្នំបាត់បែនឡើងចង់វិលមុខអញ្ចឹងយើងមកដល់ហើយស្ដាប់សលេងបងខ្ញុំស្រែកហ្នឹងមានសត្វហៅចូលឡានតាមពិតទៅគ្មានសត្វអីទេរុយវាហៅចូលឡានពេលយើងបើកទ្វារមេឃទៅភ្លៀងហើយទេសភាពយើងមើលពីលើភ្នំទៅដឹងក៏មកឡើងភ្នំដែរហើយទៅពាក់ពីនឹងមកវីដេអូទេសភាពចំការខ្ញុំនឹងដាក់នៅផាត់2អរគុណបាយបាយ